បាទជំរាបសួរដល់ពុកម៉ែបងប្អូនយើងស្វាគមន៍បងថ្មីពាក់ព័ន្ធនឹងការចែករំលែកពាក់ព័ន្ធនឹងព័ត៌មានអន្តរជាតិហើយថ្ងៃនេះដែរខ្ញុំមកចែករំលែកពាក់ព័ន្ធទៅនឹងបញ្ហាជាមួយអាមេរិកជាមួយនឹងវេណេស៊ុយឡាអញ្ចឹងនៅក្នុងវីដេអូនេះគឺរៀបរាប់ពីដំបូងទៅអញ្ចឹងបន្ទាប់ពីវេណេស៊ុយឡាទៅប្រជុំនៅប្រទេសចិនខ្ញុំភ្លេចថ្ងៃបាត់ហើយអញ្ចឹងពេលប្រជុំនៅប្រទេសចិនពាក់ព័ន្ធនឹងស្កូវហើយនឹង80ឆ្នាំនោះដែលការឈានពីជប៉ុននោះលើចិនហ្នឹងបន្ទាប់ពីវេរណាប្រធានាធិបតីលោកនីកូឡាស់ម៉ាដូរ៉ូដែលទៅប្រជុំនៅចិនស៊ីជីនពីងក៏បានផ្ដល់ឲ្យទូរស័ព្ទមួយដល់ president ហ្នឹងប្រធានាធិបតីហ្នឹងហើយដឹងប្រធានាធិបតីវេណេស៊ុយឡាពេលដែលបានទូរស័ព្ទពីស៊ីជីនពីងដែលបានមកពីក្រុមហ៊ុន Huawei ដែលជាអ្នកផ្ដល់ឲ្យប្រធានាធិបតីហ្នឹងគឺសប្បាយចិត្តបានអួតពីទូរស័ព្ទពីដែលស៊ីជីនពីងហ្នឹងបានផ្ដល់ឲ្យអញ្ចឹងថាទូរស័ព្ទហ្នឹងជាទូរស័ព្ទដែលល្អជាងគេរបស់ក្រុមហ៊ុន Huawei ហ្នឹងសម្បីតែអាមេរិកក៏មិនអាចលុកលុយឬក៏ហាកបានកែនាំចារកម្មផ្សេងៗក៏មិនអាចលុកលុយបានអញ្ចឹងគាត់អួតពីបញ្ហាគាត់អួតពីដែលទូរស័ព្ទដែលជាក្រុមហ៊ុន Huawei ដែលស៊ីជីនពីងបានផ្ដល់ឲ្យហ្នឹងអញ្ចឹងបន្ទាប់ពីកិច្ចប្រជុំនោះបានចប់ប្រហែលជា3-4ថ្ងៃក៏មានដូចតែឌឺអាមេរិកអញ្ចឹងអាមេរិកក៏បានធ្វើការវាយប្រហារបាទគឺដូចជាបន្ទុះជាទម្លាក់យោធារបស់អាមេរិកក៏បានវាយប្រហារទៅលើវេណេស៊ុយឡាហ្នឹងក៏លើកប៉ាល់មួយក៏បានប្រហែលជាសម្លាប់មនុស្សប្រហែលជា11នាក់នឹងប្រហែលជា2សប្តាហ៍មុនអញ្ចឹងហើយក៏មានការវាយប្រហារលើកទី2ទៀតការវាយប្រហារលើកទី2ហ្នឹងគឺនៅវេណេស៊ុយឡាដែរអញ្ចឹងវាយប្រហារលើកទី2ហ្នឹងគឺវាយប្រហារយោធាអាមេរិកគឺវាយប្រហារទៅលើវេណេស៊ុយឡាហ្នឹងលើកទី2ហ្នឹងគឺប្រហែលជាសម្លាប់មនុស្សប្រហែលជា3នាក់ដែលពាក់ព័ន្ធទៅនឹងការរត់ពន្ធគ្រឿងញៀនខុសច្បាប់អីហ្នឹងអញ្ចឹងអត់ដឹងថានេះព័ត៌មាននេះយោងទៅតាម Reuters ហើយនឹងCNN អញ្ចឹងអត់ដឹងថារឿងហ្នឹងជារឿងដែលការចោទកាន់ឬក៏រឿងពិតទេនៅក្នុងប្រទេសហ្នឹងយើងក៏គាត់បានយើងពិភាក្សាគិតមើលទៅតាមជាស្ដែងអញ្ចឹងអញ្ចឹងបញ្ហានេះគឺកំពុងកើតឡើងនៅវេណេស៊ុយឡាជាមួយអាមេរិកហើយវេណេស៊ុយឡាហ្នឹងគឺជាប្រទេសមួយនៅក្នុងអាមេរិកខាងត្បូងអញ្ចឹងនៅជិតប្រេស៊ីលនៅជិតប្រេស៊ីលហើយនឹងប្រទេសមួយទៀតខ្ញុំភ្លេចដែរដូចជាខ្ញុំភ្លេចប្រទេសហ្នឹងមួយដែរអញ្ចឹងបញ្ហាហ្នឹងវានៅទំនាក់ទំនងគ្នាតទៅមុខទៀតមិនដឹងថាវាយ៉ាងម៉េចទៅទៀតទេអញ្ចឹងបន្តទៅទៀតមើលថាថ្ងៃខាងមុខតើបញ្ហានៅវេណេស៊ុយឡាហ្នឹងនឹងចប់ពេលណាពាក់ព័ន្ធនឹងមួយអាមេរិកជាមួយនឹងវេណេស៊ុយឡាបាទសូមអរគុណហើយវីដេអូនេះគឺវាពាក់ព័ន្ធទៅនឹងបើមែនតើទៅគួរតែនិយាយពាក់ព័ន្ធពីស្កូលមកពីកិច្ចប្រជុំ80ឆ្នាំនោះ80ឆ្នាំនៃការឈានពានជប៉ុនទៅលើចិនហ្នឹងគឺបញ្ហាហ្នឹងពេលក្រោយពីប្រជុំមកគឺបញ្ហាតាំងក្រោយគឺមានបញ្ហារហូតតាំងពីបាតកម្មតាំងពីបាតកម្មនឹងមានការវិបហាភេរវកម្មផ្សេងការឈានពានការបាញ់ប្រហារលើប្រទេសនីមួយៗអីគឺរៀលដល់តែច្រើនមែនតើបាទហើយសូមអរគុណគឺមានតែប៉ុណ្ណឹងក្នុងការចែករំលែកហើយនឹងមានវីដេអូពីក្រោយទៀតនឹងចែករំលែកពាក់ព័ន្ធទៅនឹងបញ្ហាច្រើនតែគិតចេញពីបាទឬក៏ស្រង់ពីព័ត៌មានផ្សេងៗហើយអរគុណបាទ